បងប្អូនចានេះគឺជាទស្សនភាពពីលើរទេះភ្លើងប្រទេសតៃវ៉ាន់បងប្អូនចាខ្ញុំជាទេះភ្លើងពីពលានយន្តហោះមកកណ្ដាលទីក្រុងតៃប៉េហ្នឹងណាបងប្អូនចាជិះរថភ្លើងពីពលានយន្តហោះមកកណ្ដាលក្រុងហ្នឹងយូរដែរជិត1 ម៉ោងបងប្អូនចាហើយអាកាសធាតុគឺទៅដល់អត់អីទេតែពេលល្ងាចបន្តិចគឺភ្លៀងខ្លាំងមែនតើចាអាកាសធាតុស្តៀងស្រុកយើងដែរបងប្អូនគឺថាត្រូពិចបងប្អូនចាហើយទេសភាពនៅតាមផ្លូវហ្នឹងគឺថាពណ៌បៃតងត្រជាក់ភ្នែកតែម្ដងហើយប្រទេសតៃវ៉ាន់នេះគឺសម្បូរភ្នំបងប្អូនចាផ្លូវអាទេសភ្លើងនេះគឺធ្វើតាមចលងភ្នំចាហើយមកដល់នេះគឺជាអគារនិមិត្តរូបរបស់ប្រទេសតៃវ៉ាន់ហើយអគារនេះធ្លាប់ជាអគារដែលចាត់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងពិភពលោកប្រហែលឆ្នាំដែរបងប្អូនចាស្អាតចាបងប្អូនតែខ្ញុំអត់បានចូលទៅខាងក្នុងដោយសារពេលវេលាខ្លីចាគឺយើងត្រូវដើរមើលច្រើនទៀតចឹងហើយអត់បានចូលទៅក្នុងអគារនឹងទេចាថតតែពីខាងក្រៅ